បាទនៅក្នុងវីដេអូនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាឲ្យបានចេះកណនីកន្សំពីគណិតទាំងអស់គ្នាប៉ុន្តែមុននឹងចាប់ផ្ដើមកណនីខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាយល់នៅលក្ខណៈទូទៅ2អញ្ចឹងទី1ខ្ញុំមាន A គុណឲ្យ B បូក C អញ្ចឹងនៅកន្លែងនេះយើងអាចគុណពលាតបានណាមានន័យថាយើងអាចយក A គុណឲ្យ B A មួយនេះគឺគុណឲ្យ C បន្ទាប់មកយើងពលាតមកបន្តមកទៀតយើងទទួលបានអីគេយើងទទួលបាន A គុណនឹង B យើងទទួលបាន AB ហើយ B គុណឲ្យសំទោស A គុណឲ្យ C យើងទទួលបាន AC អញ្ចឹងនេះគឺជាលក្ខណៈទី1ដែលបងប្អូនត្រូវដឹងហើយបន្តមកទៀតយើងចូលលក្ខណៈទី2របស់យើងលក្ខណៈទី2របស់យើងរាំងស្មុគស្មាញជាងលក្ខណៈទី1បន្តិចប៉ុន្តែបើសិនជាបងប្អូនយល់គឺងាយពលាតទេនៅកន្លែងនេះមានន័យថាយើងអាចយក A គុណឲ្យ C A គុណឲ្យ D មានន័យថាយើងគុណឲ្យអស់ A មួយសិនមកបន្ទាប់មកចាំយើងយក B គុណចូលបាទអញ្ចឹងនៅពេលដែលយើងគុណទៅយើងទទួលបានគេ A គុណឲ្យ C យើងទទួលបាន AC A គុណឲ្យ D យើងទទួលបាន AD បន្តមកទៀតបងប្អូនអាចយក B មានន័យថាតួបន្ទាប់យក B គុណឲ្យ C យក B គុណឲ្យ D អញ្ចឹងយើងទទួលបាននេះគេ B គុណឲ្យ C យើងទទួលបាន BC យើងយក B គុណឲ្យ D នោះយើងទទួលបាន BD ទាំងអស់នេះគឺជាលក្ខណៈទូទៅ2ដែលបងប្អូនត្រូវដឹងមុននឹងយើងចាប់ដើមកណនីលំហាត់ខាងក្រោមបាទអញ្ចឹងលំហាត់យើងនៅថ្ងៃនេះគឺយើងមាន2ដែលជាលំហាត់ប្រតិបត្តិនៅក្នុងសិភៅពុំរបស់យើងអញ្ចឹងបងប្អូនអាចតាមដានទាំងអស់គ្នាទៅហើយបើសិនជាយើងអាចយកกระดาษសិភៅយកមកសរសេរកណនីជាមួយគ្រូក៏បានដែរបាទអញ្ចឹងយើងមើលចំពោះលំហាត់ករបស់យើងមានកន្សោមប៉ុណ្ណឹងហើយយើងគុណពលាតមកធ្វើដូចលក្ខណៈខាងលើអញ្ចឹងបាទហើយបន្ទាប់មកយើងទទួលបាននេះគេយើងអាចយកគេយក4គុណឲ្យ x មក4គុណឲ្យ5ហើយកុំភ្លេចសញ្ញារបស់វាប្រយ័ត្នអត់ដាក់សញ្ញាគឺខុសហើយចំពោះកន្សោមពីគណិតបាទអញ្ចឹងយើងទទួលបាននេះគេ4គុណឲ្យ x យើងទទួលបាន 4x 4គុណឲ្យ5កុំភ្លេចមើលសញ្ញាដកដាក់ចូល4គុណ5គឺស្មើទៅនឹង20បន្តមកទៀតបងប្អូនអាចមើលនៅកន្លែងនេះបានចំពោះប្រមាណវិធីបូកមានន័យថានៅពេលដែលយើងគុណពលាតទៅសញ្ញានៅក្នុងហ្នឹងគឺអត់ប្រែប្រួលទេអញ្ចឹងយើងអាចដាក់បូកមកហើយមិនចាំបាច់ដាក់មួងកញ្ចក់ក៏បានដែរចំពោះប្រមាណវិធីបូកបាទអញ្ចឹងយើងចាប់ដើមគុណពលាតមកហើយចំពោះនៅកន្លែងនេះគឺយើងអាចប្រើលក្ខណៈទី2បាទអញ្ចឹងកសំតួនៅខាងមុខនេះយើងប្រើលក្ខណៈទី1ដល់ពេលតួបន្ទាប់តួទី2គឺយើងប្រើលក្ខណៈទី2ដូចគ្នាបាទអញ្ចឹងយើងទទួលបាននេះគេយើងគុណពលាតមក x គុណឲ្យ 2x x គុណឲ្យ5ហើយកុំភ្លេចបងប្អូនមើលសញ្ញារបស់វាតើអត់មើលសញ្ញាគឺខុសហើយនៅកន្លែងហ្នឹងបាទអញ្ចឹងយើងអាចយក x គុណឲ្យ 2x នោះយើងទទួលបាន 2x ការ៉េ x គុណឲ្យដក5 x គុណឲ្យដក5យើងទទួលបានដក5 5x បន្តមកទៀតយើងយកដក2គុណឲ្យ 2x ដក2គុណឲ្យដក5បងប្អូននៅកន្លែងនេះគឺប្រុងប្រយ័ត្នចំពោះសញ្ញាដកបន្តិចតែយើងខតែបន្តិចគឺខទាំងអស់ហើយបាទអញ្ចឹងយើងអាចយកដក2គុណឲ្យ 2x អញ្ចឹងយើងទទួលបានដក 4x ដក2គុណឲ្យដក5ដកគុណដកទទួលបានបូកដក2គុណឲ្យដក5យើងទទួលបាន10បូក10បាទបន្តមកទៀតយើងអាចបង្រួមលទ្ធផលរបស់វាបាទអញ្ចឹងចំពោះតួណាដែលមាន x ការ៉េយើងមានតែមួយតួទេអត់អញ្ចឹងអត់មានអីត្រូវកណនីទេយើងសរសេរឡើងវិញមកគឺ 2x ការ៉េយើងអាចកណនីជាមួយ x បាទអញ្ចឹង 4x ដក 4x អស់លេងអញ្ចឹងតួ x យើងនៅសល់តែដក 5x ហើយដក20និងបូក10ដក20បូក10យើងទទួលបានប៉ុន្មានយើងទទួលបានដក10អញ្ចឹងមានន័យថាចម្លើយចុងក្រោយរបស់យើងគឺឃើញប៉ុណ្ណឹងបាទហើយយើងបន្តទៅកាន់លំហាត់ខរបស់យើងលំហាត់ខរបស់យើងគឺស្រដៀងទៅនឹងលំហាត់កដែរ
ប៉ុន្តែយើងផ្លាយត្រង់កណ្ដាលនេះគឺយើងដាក់សញ្ញាដកយើងដាក់សញ្ញាបូកឯងអញ្ចឹងលោកគ្រូចង់ឲ្យបងប្អូនទាំងគ្នាចេះមើលចេះពលាតព្រោះពេលខ្លះវាផ្លាយកន្លែងហ្នឹងក៏អាចឲ្យយើងខុសបានដែរអញ្ចឹងបាទអញ្ចឹងយើងមើលឲ្យនៅកន្លែងនេះយើងគុណដូចគ្នាដូចយើងគុណដូចលំហាត់កអញ្ចឹងណាយើងគុណដូចគ្នាទាំងអស់បាទអញ្ចឹងយើងមើលយើងយក4គុណឲ្យ x មក4គុណ x យើងបាន 4x 4គុណឲ្យដក5យើងទទួលបានដក20បាទបន្តមកយើងចាប់ផ្ដើមមើលកន្លែងនេះឲ្យលោកគ្រូចង់ឲ្យបងប្អូនទាំងអស់គ្នាមើលកន្សំកន្លែងនេះមើលកន្សំកន្លែងនេះឲ្យយល់បាទអញ្ចឹងដោយសារកន្លែងសញ្ញាដកអញ្ចឹងសញ្ញាដកបងប្អូនត្រូវប្រុងប្រយ័ត្នបន្តិចនៅកន្លែងហ្នឹងអញ្ចឹងដើម្បីកុំឲ្យមានបញ្ហាបងប្អូនដាក់មួងកញ្ចក់បងប្អូនអាចដាក់សញ្ញាដកមកហើយពាក់មួងកញ្ចក់មកអញ្ចឹងបាទដាក់មួងកញ្ចក់មកបន្តមកយើងអាចគុណពលាតមកបាទអញ្ចឹងយើងអាចយក x នេះ x គុណឲ្យ 2x x មួយនេះគុណឲ្យដក5អញ្ចឹង x គុណឲ្យ 2x យើងទទួលបាន 2x ការ៉េ x គុណឲ្យម៉ាន x គុណឲ្យដក5យើងទទួលបានដក 5x បន្តមកយើងយក2គុណចូលដក2គុណឲ្យ 2x ដក2គុណឲ្យដក5បាទអញ្ចឹងយើងទទួលបានម៉ានយើងទទួលបានដក 4x ដកគុណដកបានបូក2 5 10បាទអញ្ចឹងជៀសវាងបញ្ហាលោកគ្រូចង់ឲ្យគ្នាយើងដាក់មួងកញ្ចក់សិនមកណាកុំឲ្យខុសដោយសារចំពោះសញ្ញាដកត្រូវប្រុងប្រយ័ត្នបន្តិចហើយបើសិនជាគ្នាយើងអត់ចង់ប្រើមួងកញ្ចក់ទេបានប៉ុន្តែនៅពេលដែលយើងគុណពលាតគឺយើងគុណសញ្ញាហើយមកមានន័យអញ្ចឹងបាទមកអញ្ចឹងយើងមើលនៅកន្លែងនេះយើងអាចបង្រួមសិនមកអញ្ចឹង 4x ដកឲ្យ20ហើយមួងកញ្ចក់យើងច្បាស់លេងណាសម្រាប់លោកគ្រូយើងច្បាស់លេងយើងបង្រួមនៅខាងក្នុងឲ្យខ្លីសិនចាំយើងគុណសញ្ញាចូលអញ្ចឹងដកដាក់ដៃសិនហើយដើម្បីជៀសវាងបញ្ហាដាក់មួងកញ្ចក់មកអញ្ចឹង 2x ការ៉េនេះអត់មានអីកណនីទុកចោលមកណាដក2x ការ៉េអានេះដក 5x និងដក4អញ្ចឹងយើងទូបានប៉ុន្មានយើងទូបានដក 9x បានបូកឲ្យដោបាទបន្តមកទៀតបងប្អូនទាំងអស់គ្នាអាចគុណសញ្ញាចូលបានណាអាចគុណសញ្ញាចូលបានមកបាទអញ្ចឹងយើងទូបាន 4x ដកឲ្យ20ដកគុណឲ្យបូកយើងទទួលបានដក 2x ការ៉េដកគុណដកបានបូក 9x ដកគុណឲ្យបូកយើងទទួលបានដក10បាទបន្តមកទៀតយើងចាប់ដើមស៊ីសងមកមានន័យថាត្រង់អត្ថិ x ណាដែលមានដូចក្រេដូចគ្នាបងប្អូនអាចកណនីជាមួយគ្នាបានណាអញ្ចឹងតួ x ការ៉េនេះមានមួយតួអញ្ចឹងអត់មានអីត្រូវកណនីស៊ីសងមួយវាទេអញ្ចឹងយើងអាចទៅសេវាឡើងវិញដក 2x ការ៉េហើយបន្តតួ x អញ្ចឹង 4x បូកឲ្យ 9x គ្នាយើងអាចសេគៀនគ្នាសិនក៏បានដែរមានន័យថាយើងសេមកបន្ទាត់ទៀតមកហើយដាក់ 4x ជាមួយ 9x ក្បែរគ្នាទៅបូកមកប៉ុន្តែនៅក្នុងវីដេអូនេះលោកគ្រូបូកយកតែម្ដងលោកគ្រូអត់ត្រូវការសេច្រើនបន្ទាត់ទេបាទអញ្ចឹង 4x បូកឲ្យ 9x យើងទទួលបានបូក 13x បន្ទាប់មកយើងយកដក 20ដក 10ដកធ្វើមកទីបូកយកសញ្ញាដកអញ្ចឹងយើងបានដក 30បាទហើយសម្រាប់វីដេអូនៅថ្ងៃនេះគឺខ្ញុំមាន2លំហាត់ហ្នឹងបាទអញ្ចឹងអរគុណច្រើនជួបខ្ញុំនៅវីដេអូក្រោយទៀត